សួស្តីទាំងអស់គ្នាថ្ងៃនេះចង់និយាយពីប្រវត្តិឆ្កែខ្ញុំណានោះពៅរបស់ខ្ញុំណាឈ្មោះគេឈ្មោះវណ្ដាកាលដំបូងឡើយមុនដំបូងខ្ញុំស្អប់វណ្ដាពេលខ្ញុំដាក់ឈ្មោះទៅជាវណ្ដាអញ្ចឹងទៅហើយដំបូងឡើយឆ្កែនៅពៅខ្ញុំដំបូងឡើយវាចាកាលហ្នឹងដូចជាកូវីដអញ្ចឹងហ៎កូវីដហ្នឹងហើយដល់ពេលហើយខ្ញុំក៏ជាមិនខែទេខ្ញុំត្រឡប់ទៅផ្ទះពេលខ្ញុំទៅផ្ទះហើយមានកូនឆ្កែមួយឆ្កែខ្ញុំកាត់កូនមកដល់ពេលហើយចិញ្ចឹមបានវាមួយហ្នឹងហើយមួយកូនប្រមាណទៀតហ្នឹងយកទៅឲ្យគេអស់នៅសល់វាមួយហ្នឹងហើយវាហ្នឹងក៏ខ្ញុំទៅថាយកទៅឲ្យគេដែរណាប៉ុន្តែតនអីវាឈឺថ្ងៃហ្នឹងវាឈឺដល់ពេលហើយក៏ត្រូវយកវាទៅចាក់ថ្នាំឡងចូលបានដូចជា8 9មួយជុលណាបានវាជាកាលហ្នឹងគេហៅអារៀកអីគេឆ្កែរៀកឈាមហ្នឹងហើយរៀកឈាមងាប់ហ្នឹងតែដល់ពេលចាក់វាទៅវាជាហើយវាជាទៅវាមានអារម្មណ៍ថាវាចិត្តដើរតាមខ្ញុំអញ្ចឹងណាពេលខ្ញុំក៏អត់ដាច់ចិត្តហើយខ្ញុំក៏ចាប់ដើមចំវាទៅពេលចំវាទៅឲ្យវាដេកនៅជាមួយមើលថែវារហូតរយៈពេលទុំជាបែរជាខ្ទង់3 ខែទុំ3 ខែយទៅវាដេកក្នុងបន្ទប់មួយខ្ញុំមកតែវាស្រឡាញ់ខ្ញុំស្រឡាញ់មែនតើហើយខ្ញុំនឹងក៏ធ្វើមកវាដែរវាដេកក្នុងបន្ទប់ជាមួយខ្ញុំធ្វើអីក៏មួយឲ្យតែវាទៅណាទៅណីវាដេកអីចឹងវាចឹងចេញឈឺនោះវាកាយទ្វាកាយអីហើយវាដល់ម៉ោងដេកចឹងវាកាយវាចូលបន្ទប់វិញចូលដេកបន្ទប់វិញហើយពេលចាប់ដើមស្រឡាញ់វារហូតដល់រយៈពេល3 ខែបានខ្ញុំសម្រេចចិត្តថាទុកវាចាំរហូតចឹងមកហើយដល់ពេលខ្ញុំត្រឡប់មកធ្វើការនៅកំពង់សោមវិញណាស្រឡាញ់ត្រង់ឯងត្រង់យើងធ្វើអីវាយើងទៅព្រៃយើងទៅផ្សៃយើងទៅណាទៅណីវាតាមយើងអត់មានចេះថាគឺអត់ដកដៃមកហើយយ៉ាងតិចណាទោះបើយើងឃ្លាតពីវាណាក៏ដោយក៏វាត្រូវតែនិយាយចាប់ទៅគឺយ៉ាងតិចណាក៏ឈរវាមកអង្គុយដាក់ដៃឬក៏ខ្សាច់វាមកប៉ះជើងយើងដែរវាអត់អាចទៅណាឆ្ងាយពីយើងទេបើខ្ញុំនៅផ្ទះអញ្ចឹងណាចឹងខ្ញុំថាខ្ញុំស្រឡាញ់វាហើយដល់អាវឹកខ្ញុំទៅនៅឯព្រៃហ្នឹងគឺថាកាប់ដីកាប់អស់កាប់ព្រៃផ្ទះខ្ញុំមកសមាធិខ្ញុំមានវាហ្នឹងហើយនៅយាមចឹងហើយខ្ញុំហ្នឹងកាលហ្នឹងដីសិតតែព្រៃអាវឡុកផ្ទះដែលចកាហ្នឹងដែលខ្ញុំធ្វើឲ្យមើលរដងហ្នឹងអាហ្នឹងមានតែវាហ្នឹងនៅមួយយើងហ្នឹង2 នាក់ហ្នឹងវេទនាមួយគ្នាមើលថែវាចេះមើលថែយើងអីចឹងណាហើយប៉ាខ្ញុំម៉ាក់ខ្ញុំហ្នឹងសัตว์ហ្នឹងនិយាយទៅវាខ្ញុំចំវាគឺខ្ញុំស្រឡាញ់វាមែនតើហ្មងសាមួយហ្នឹងស្រឡាញ់ពីមុនខ្ញុំធ្វើបាបវាច្រើនណាតែពេលខ្ញុំគិតដល់ពេលដែរខ្ញុំធ្វើបាបគ្នាច្រើនពេលចឹងដល់ពេលគិតយូរទៅសំណោវាទៅណាក៏វាអត់គិតខ្លួនគិតពីយើងមកវាអត់ជួយយើងទៅផ្ទះទៅធ្វើការរាប់ឆ្នាំអញ្ចឹងវាដេកចាំយើងដល់ពេលវាមកបើពេលយើងមកពីកំពង់សោមវិញខ្ញុំមកស្រុកអូនលេងម្ដងណាជាមួយពីចលាចលវាអូយខ្ញុំដែរឃើញនិយាយចោលខ្ញុំជឿជាក់មកសត្វឆ្កែគឺវាស្រឡាញ់យើងលើសជាងមិត្តភក្តិយើងទៀតខ្ញុំនិយាយមើលលើសមិត្តភក្តិលើអីវិញទៀតវាចាំយើងមកហើយវាគិតដល់យើងគ្រប់ពេលមកហើយពេលយើងមកលេងម្ដងពេលយើងរត់ត្រឡប់ទៅវិញជាមួយវាតាមដានយើងគ្រប់កលៈទេសៈគ្រប់ជំហានយើងហ្មងតាមចាំមើលតែខ្លាចយើងត្រឡប់ទៅវិញទៅអត់ណាមើលថែដោយថាដោយសារយើងនៅពីកាលវានៅពីតូចយើងមើលថែវាខ្ញុំដែរនេះទេនិយាយទៅខ្ញុំស្រឡាញ់ហើយតាំងពីងូតទឹកស៊ីបាយអូមើលថែគ្រប់ណាជារកខ្ញុំពីមុនណាពេលនៅទីខ្ញុំស្រឡាញ់យ៉ាងណាក៏ខ្ញុំធ្វើបាបវាដែរវាថាយើងវាយវាហើយថាឲ្យវាខ្លាំងចង់ដឹងថាវាហ្នឹងវាអត់ត្រង់មកយើងអត់ប៉ុន្តែដល់ពេលយូរទៅមិនខ្ញុំដឹងថាអូយអាសត្វនេះមិនធម្មតាទេមនុស្សចេតនាវាខ្លាំងណាស់វាចាប់ទៅគឺវាស្រឡាញ់ម្ចាស់ខ្លាំងណាស់ឃ្លាតមួយចំហៀនអត់មកទេខ្ញុំដេកញរឹងវាដេកញរឹងទោះតែវាទៅដល់ខែវាទៅរញីរអីចឹងទោះវារញីក៏វាត្រឡប់មកវិញដែរវាមិនដេកចិត្តយើងនិយាយតទៅយើងទៅចូលព្រៃទៅកាប់អស់ចឹងវាទៅដេកអើតចាំមើលយើងសកម្មភាពរបស់យើងធ្វើអីរួចហើយវាមករកយើងវាទៅយកទៅ
ខ្ញុំឲ្យសัตว์នឹងគឺលេខ1ហ្មងរឿងចិត្តបរិសុទ្ធណាចិត្តស្រឡាញ់គ្មានសត្វណាដូចសត្វឆ្កែនឹងទេហើយខ្ញុំហៅតែប្រុសពៅរហូតដល់ពេលខ្ញុំទៅមួយហ្នឹងហើយឥឡូវខ្ញុំដែរហ៊ានវាយទេព្រោះខ្ញុំដឹងចិត្តវាខ្ញុំសាកល្បងចិត្តវាអស់ហើយមើលទឹកមុខអីខ្ញុំមើលវាម្ដងនិយាយចាប់ទៅខ្ញុំទៅផ្ទះម្ដងខ្ញុំមិនចង់ត្រឡប់មកវិញទេសាយខ្ញុំវាមែនគឺវាសំខាន់ណាស់ហើយមួយហ្នឹងដូចវាលើសពីអីហ្មងហើយខ្ញុំអត់ចង់ឲ្យទៅផ្ទះម្ដងគឺអត់ចង់ត្រឡប់មកវិញដោយសារតែវាហ្នឹងមកនឹកខ្លាចថាអត់មានអ្នកណាមើលវាមើលថែប៉ុន្តែបានម៉ាក់គាត់នៅមើលអញ្ចឹងណាប៉ុន្តែក្នុងចិត្តយើងវាអត់វាថាគាត់មើលថែក៏វាអត់ដូចយើងអញ្ចឹងគឺនិយាយតែខ្ញុំស្រឡាញ់ណាដល់ពេលខ្ញុំក៏ឃើញអញ្ចឹងសង្ហាណាអាហ្នឹងធាត់ឯណាចាស់ហើយអាយុ10ឆ្នាំជាងហើយតែសង្ហាញ៉ាំនៅពេលអត់បាននៅផ្ទះបានបដៅវាដើរព្រៃដើរអីឡើងក៏ធាត់ដូចជ្រូក